បាទសួស្តីតើអ្នកកាន់វីសា B1 B2 មកលេងសហរដ្ឋអាមេរិកអាចចុះឈ្មោះចូលរៀនដែរឬទេបាទប្រភេទវីសា B1 B2 គឺជាប្រភេទវីសាធ្វើដំណើរមកទេសចរមកព្យាបាលជំងឺឬក៏មកចូលរួមសិក្ខាសាលារយៈពេលខ្លីចូលរួមសិក្ខាសាលារយៈពេលខ្លីលោកអ្នកសុំបានប្រភេទវីសា B1 B2 ហើយគឺសុំបានវីសាអាមេរិកហើយមិនមែនមានន័យថាលោកអ្នកដឹងតែចូលសហរដ្ឋអាមេរិកបានទេរឿងចូលសហរដ្ឋអាមេរិកបានឬមិនបានវាអាស្រ័យទៅលើមន្ត្រីគយប្រចាំច្រកព្រំដែនគឺឆ្មាំព្រំដែនអាមេរិកពេលលោកអ្នក check in គេអនុញ្ញាតឲ្យចូលគឺចូលបានគេមិនអនុញ្ញាតឲ្យចូលគឺទៅវិញសម្រាប់អ្នកកាន់វីសា B1 B2 សុពលភាពស្នាក់នៅយូរបំផុតគឺ6ខែមន្ត្រីគយតែងតែបោះត្រាឬក៏សម្គាល់កត់សម្គាល់ទៅលើ I-94 គឺ I-94 មើលលើ I-94 ហ្នឹងគេនឹងប្រាប់ថាលោកអ្នកអាចស្នាក់នៅបានប៉ុន្មានខែតែជាទូទៅ B1 B2 អាចស្នាក់នៅបាន6ខែប៉ុន្តែមានពេលខ្លះអ្នកកាន់ B1 B2 ត្រូវបានមន្ត្រីគយអនុញ្ញាតឲ្យនៅតែ2សប្តាហ៍ឬ3សប្តាហ៍ទេគេបោះត្រាលើប៉ាសពតតែម្ដងមូលហេតុបែបនេះដោយសារមន្ត្រីគយហ្នឹងគេពិនិត្យមើលប្រវត្តិដើរហើររបស់អ្នកកាន់វីសាហ្នឹងតើគាត់គឺជាមនុស្សមានប្រវត្តិយ៉ាងណាទុកចិត្តដែរឬទេឧទាហរណ៍ថាគាត់នឹងសុំស្ថានទូតមកលេងអាមេរិក2សប្តាហ៍ដល់មកដល់គយហោះមកដល់គយអាមេរិកគេឆែកចុះឆែកឡើងមើលទៅមនុស្សហ្នឹងមិនទុកចិត្តទេអញ្ចឹងគេអនុញ្ញាតឲ្យគាត់នៅតែ2សប្តាហ៍ទេបាទទោះបីគាត់ទៅមើលលើ I-94 I-94 ក៏គេដាក់ថា2សប្តាហ៍ដែរដោយសារគេកំណត់លើហ្នឹងបាទអញ្ចឹងសម្រាប់អ្នកកាន់វីសា B1 B2 ដែលកំពុងមានវត្តមាននៅសហរដ្ឋអាមេរិកអាចចុះឈ្មោះចូលរៀននៅអាមេរិកដែរទេចម្លើយសម្រាប់ថ្នាក់រៀនដែលរៀនលេងសើចលេងសប្បាយលេងកំ pl ែងឬក៏វគ្គខ្លីណាមួយដែលគេមិនគិតសញ្ញាបត្រមិនគិតពិន្ទុទៅរៀនដើម្បីមើលមេឃមើលផ្កាយទៅរៀនលេងគឺលោកអ្នកអាចចុះឈ្មោះចូលរៀនបានធម្មតាក៏ប៉ុន្តែប្រសិនបើលោកអ្នកចង់ចូលរៀនកម្មវិធីដែលគេផ្ដល់សញ្ញាបត្រដូចជាមហាវិទ្យាល័យ college high school អនុបណ្ឌិតអីចឹងលោកអ្នកមិនអាចយក B1 B2 ទៅដាក់ពាក្យសុំចូលរៀនបានទេគឺគេដំណើរការឯកសារដាក់ពាក្យស្នើសុំ change status គឺដូរឋានៈទិដ្ឋាការពី B1 B2 ទៅជា F1 នីតិវិធីដូរឋានៈទិដ្ឋាការពី B1 B2 ទៅ F1 គឺអ្នកកាន់ B1 B2 ហ្នឹងគេដាក់ពាក្យស្នើសុំ I-20 និងលិខិតអនុញ្ញាតឲ្យចូលរៀនពីសាលាដែលទទួលយកសិស្សអន្តរជាតិបាន I-20 ហើយទើបគេរៀបចំឯកសារតាមតម្រូវការរបស់ក្រសួងអន្តរប្រវេសន៍គឺ USCIS គេដាក់ឯកសារទាំងអស់ហ្នឹងទៅ USCIS ដើម្បីស្នើសុំដូរឋានៈទិដ្ឋាការពី B1 B2 ទៅជា F1 ក្រោយពេលដាក់ឯកសារទៅ USCIS ហើយបង់លុយបង់កាក់ឲ្យគេហើយនៅក្រសួងអន្តរប្រវេសន៍ហ្នឹងគេមានសេវាកម្មពិសេសសេវាកម្មធម្មតាបើយើងបង់លុយជូន USCIS លើ2000ឡើងលើសេវាកម្មរហ័សគេចាយពេលពី3ថ្ងៃទៅ30ថ្ងៃដើម្បីពិនិត្យឯកសារនិងចេញលទ្ធផលជូនលោកអ្នកនេះគឺជាលទ្ធផលដែលក្រុមហ៊ុនយើងខ្ញុំរៀបចំឯកសារដូរឋានៈទិដ្ឋាការជូនអតិថិជនបាទគាត់ដាក់ពាក្យនៅថ្ងៃទី6ខែ4ឆ្នាំ2026ហើយទទួលបានការអនុម័តនៅថ្ងៃទី4ខែ5 2026គាត់បានដូរពី B1 B2 ទៅជា F1 ហើយនេះគឺ status F1 របស់គាត់ហើយការស្នាក់នៅរបស់គាត់ពេលហ្នឹងមិនមានកំណត់ទៀតទេបាទអញ្ចឹងក្រោយពេលដែលគាត់ទទួលបាន status F1 គឺឋានៈទិដ្ឋាការទៅជានិស្សិត F1 បែបនេះហើយគឺគាត់ស្នាក់នៅសហរដ្ឋអាមេរិកអាស្រ័យលើ F1 លែងតាក់ទងទៅនឹង B1 B2 ទៀតហើយក៏ប៉ុន្តែប្រសិនបើលោកអ្នកមានបំណងរៀបចំឯកសារដូរឋានៈទិដ្ឋាការបែបនេះមានបំណងមានគម្រោងតាំងពីនៅស្រុកខ្មែរគឺលោកអ្នកខុសច្បាប់ទាំងស្រុងមានន័យថាលោកអ្នកស្នើសុំវីសាមកលេងក៏ប៉ុន្តែមានបំណងចង់ដូរឋានៈបែបនេះគឺខុសច្បាប់ផ្ទុយទៅវិញបើជាការចាយដន់លោកអ្នកសុំបានវីសា B1 B2 មកលេងហើយនៅ3-4ខែហើយមានអារម្មណ៍ថាចង់បន្តការសិក្សាអាហ្នឹងលោកអ្នកអាចដាក់ពាក្យស្នើសុំដូរឋានៈទិដ្ឋាការបែបនេះបានដូចបែបនេះបានតែបើយើងមានគម្រោងមុនគឺខុសច្បាប់បាទអញ្ចឹងដល់អតិថិជនមួយរូបនេះគាត់ទទួលបានឋានៈទិដ្ឋាការទៅជា F1 ហើយ
គឺការស្នាក់នៅសហរដ្ឋអាមេរិករបស់គាត់ហ្នឹងមិនដេកទៅលើ B1 B2 ទេគឺគាត់អាស្រ័យទៅលើ I-20 ដែលសាលាចាញ់ជូនឧទាហរណ៍ថាសាលាចាញ់ជូន I-20 ឲ្យគាត់សិក្សាបាន2ឆ្នាំអញ្ចឹងគាត់ស្នាក់នៅអាមេរិកបាន2ឆ្នាំតាម status F1 ជិតផុត2ឆ្នាំគាត់អាចរៀបចំឯកសារស្នើសុំពន្យាជាមួយសាលាចេញ I-20 ថែម2ឆ្នាំទៀតអញ្ចឹងគាត់អាចរងចាំនិងស្នាក់នៅអីបាន2ឆ្នាំទៀតទៅអញ្ចឹងពេលនេះគឺគាត់ប្រើប្រាស់ឋានៈទឹកតការជា F1 លែងតាក់ទង B1 B2 ទៀតហើយដូច្នេះចម្លើយត្រង់ថាអ្នកកាន់ B1 B2 បើចង់រៀននៅមហាវិទ្យាល័យចង់ចូលរៀនដើម្បីយកសញ្ញាបត្រនានាតើបានឬទេគឺគេដូរឋានៈទឹកតការទៅជា F1 សិនដូរទទួលបានជោគជ័យហើយទទួលបានការអនុម័តពី USCIS ហើយទៅគេចូលរៀនពេលហ្នឹងស្របច្បាប់បាទតែបើយើងកាន់ B1 B2 ទៅរៀនតែម្ដងឆ្កៃតែម្ដងមិនត្រឹមត្រូវទេបាទអញ្ចឹងសរុបមកអ្នកកាន់ B1 B2 នៅតែត្រូវបានអនុញ្ញាតដូរឋានៈទឹកតការពី B1 B2 ទៅជា F1 ដើម្បីបន្តការសិក្សានៅសហរដ្ឋអាមេរិកនិងស្នាក់នៅស្របច្បាប់ជាដដែលហើយការងារអស់នេះក្រសួងអន្តរប្រវេសន៍អាមេរិកគេអនុញ្ញាតឲ្យយើងធ្វើគេក៏អនុម័តឲ្យយើងដែរមិនមែនថាគេមិនឲ្យធ្វើទេបាទលោកអ្នកអាចតាក់ទងមកកាន់ក្រុមហ៊ុនយើងខ្ញុំបានបើត្រូវការសេវាកម្មផ្នែកទឹកតការអាមេរិកបាទអរគុណ